dương mà ta bỏ dương miền này là dương nâng đầm bay cắt và thôi can nom chố rồi cô có hai đầm bay đạchในการnom chố tôi là dương miền bờ tập phòn được nông sọc nông ao cục quán đài vừa ọt cục tí dương nơi từ miền can nom chố chẳng từ chẳng ban nhâm lượng từ khi tham men từ khui yôn này nhẹ đẹp xây để qua cái vùng tập lật nắng cô miền côอยู่bay ra thà ba chui quam thổ mà chẩn nuôn chịu sẽ cứ khang này rành và thổ nâng ấy chẳng ra thà ba ban và cao tình yêu kia cả sĩ cầm đời miền Pi nơi dọc mai thường khang AODBនិង SME Bank ដែលគាត់កំពុងតែផ្ដោតធំមែនទែនខ្ញុំគិតថាពេលខ្ញុំចាប់ដើមដែលឧបសគ្គជាងគេគឺអស់នឹងដល់ពេលបច្ចុប្បន្នហ្នឹងរដ្ឋាភិបាលមានគោលនយោបាយរុញរឿងហ្នឹងឲ្យទៅជាលក្ខណៈពិសេសអញ្ចឹងខាងធនាគារ AODB ហ្នឹងគាត់ផ្ដោតទៅលើឲ្យទុនទៅលើកសិកម្មហើយទុនទៀតសោតផ្នែកកសិកម្មតរការប្រាក់ហ្នឹងវាទាបដែរព្រោះធ្វើកសិកម្មមានហានិភ័យខ្ពស់ប៉ុន្តែដោយសារមានគោលនយោបាយរដ្ឋាភិបាលគាត់ដាក់មកថាអូខេអញ្ចឹងឲ្យសិប្បកម្មក្នុងស្រុកជាពិសេសគឺលើវិស័យកសិកម្មហ្នឹងគឺខាងជីសេរីរាង្គរបស់យើងហ្នឹងក៏បានទទួលមានការគាំទ្រហើយនឹងលើកទឹកចិត្តតាមរយៈដែលយើងឲ្យធនាគារគាត់ឲ្យខ្ចីហើយមានការប្រាក់ទាបទៀតអាហ្នឹងខ្ញុំគិតថាជាដង្ហើមដែលយើងអាចផ្ដល់ឱកាសដើម្បីយើងបរិយាឲ្យកាន់តែធំទៅសម្រាប់អនាគតពួកយើងនឹងមានផែនការចង់កាត់បន្ថយការនាំចូលពិតប្រាកដហើយចង់ផ្ដាច់តែម្ដងពោះជីសេរីរាង្គមានតែពីរទេមានតែកាកសំណល់ជាមួយលាមកសត្វទេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានការគាំទ្រនៅក្នុងស្រុកហើយក៏ប្រកបទៅដោយគុណភាពដែលយើងផលិតជីនឹងឲ្យវាមានគុណភាពស្តង់ដារទៅបាទមើលបច្ចុប្បន្នវិញយើងយកទុនមកដើម្បីសំខាន់ជាងគេយើងបរិយាហ្មងបាទអញ្ចឹងយើងបរិយាអងថ្ងៃយើងបរិយាទីតាំងបន្ថែមអីចឹងទៅហើយនឹងមានទុនបវលអីខ្លះអីចឹងទៅអញ្ចឹងអនាគតយើងសង្ឃឹមថាបើសិនតែពួកយើងផលិតមួយថ្ងៃ500តោនទៅ1000តោនក៏យើងត្រូវការគាំទ្របន្ថែមពីលើនឹងទៀតអញ្ចឹងយោងទៅតាមតម្រូវការទីផ្សារអីចឹងទៅអញ្ចឹងដូចខ្ញុំជំរាបជូនអញ្ចឹងលុយដែលយកមកហ្នឹងភាគច្រើនពួកយើងយកផ្ដោតទៅលើបរិយាចង្វាក់ផលិតកម្មឲ្យវាកាន់តែធំទៅអញ្ចឹង AODB ខ្ញុំជឿជាក់ថាជាតួអង្គដ៏សំខាន់ដើម្បីជួយទៅលើវិស័យពិតគាត់ប៉ុន្តែសម្រាប់ហ៊ុយយន្តគឺឃើញថាគាត់បានជួយច្រើនមែនទែនសម្រាប់កិច្ចការទាំងអស់បើសិនជាយើងធ្វើលើវិស័យកសិកម្មគឺរឿងដើមទុនហ្នឹងព្រោះរឿងហ្នឹងជារឿងដែលស្លាប់រស់ហ្មងសំខាន់ណាស់អញ្ចឹងទុនទី1ខ្ញុំជឿថាអាហារនិភ័យខ្ពស់ប៉ុន្តែសម្រាប់រដ្ឋាភិបាលឬគោលនយោបាយដាក់ចេញទៅដើម្បីឲ្យជួយគាំទ្រអានឹងតែម្ដងដល់ពេលដែលជួយទៅឃើញថាឥឡូវហ្នឹងមានការផ្លាស់ប្ដូរខ្លាំងណាស់អញ្ចឹងចំណុចបើសិនតែគាំងទៅលើទីផ្សារអីយើងគាត់ផ្ដល់ទុនឲ្យថែមទៀតអញ្ចឹងដោយខាងជីហ្នឹងយើងផលិតជីបាននៅពេលដែលចាប់ផ្ដើមស្រូវធ្លាក់ថ្លៃប៉ះជីយើងក៏ប៉ះពាល់ដែរប៉ុន្តែបច្ចុប្បន្ននេះមានន័យថាបើសិនផលិតជីបានយកទៅដាក់ទៅហើយបើសិនជាគាត់រដ្ឋាភិបាលបានតម្លាក់លុយដើមទុនទៅឲ្យគាត់ទិញស្រូវត្រឡប់មកវិញឧទាហរណ៍អញ្ចឹងណាអញ្ចឹងគឺជីហ្នឹងក៏អត់មានបញ្ហាដែរអញ្ចឹងដំណាំផ្សេងដូចជាចន្ទីដូចជាកស៊ូអីទាំងអស់ហ្នឹងយើងឃើញថានៅពេលដែលរដ្ឋាភិបាលមានគោលនយោបាយជាពិសេសគឺតាមរយៈធនាគារ AODB ដែលគាត់ដាក់ចូលទៅហ្នឹងឃើញថាធ្វើឲ្យចរន្តលុយហ្នឹងវាវិលនៅក្នុងហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលចរន្តលុយវិលហើយដើមទុនទាំងអស់ហ្នឹងជួយសម្រួលទាំងអស់វាជាសរសៃឈាមមួយនៅពេលដែលយើងនិយាយតែមួយជ្រុងនៃជីយើងមើលទៅថាអូតែរឿងតែជីប៉ុន្តែកណ្ដាលតែលក់ជីទៅកណ្ដាលតែគាត់ធ្វើផលបានមកគាត់លក់កសិផលបានលុយជីក៏អត់ខ្វះដែរជាក់ស្ដែងឆ្នាំនេះគឺប្រហែលឆ្នាំនេះយើងឃើញថាចន្ទីរដ្ឋាភិបាលដាក់គោលនយោបាយដើម្បីធ្វើឲ្យចន្ទីនឹងវាមានចរន្តអីចឹងទៅអញ្ចឹងឃើញថាយើងលក់ទៅចន្ទីយើងអត់ដែលមានបញ្ហានៃចពាក់អត់សងលុយអត់អីទេអញ្ចឹងអានេះវាជាចំណែកមួយដ៏ធំណាស់ខ្ញុំជឿថាមិនមែនតែដំណាំអស់ហ្នឹងដំណាំផ្សេងទៀតបើសិនជាមិនមានធនាគារសម្រាប់កសិកម្មលើវិស័យកសិកម្មហ្នឹងទេខ្ញុំជឿថាដូចកន្លងមកអញ្ចឹងគឺស្ទះគ្រប់កន្លែងនៅពេលដែលយើងដង្ហើមគេនៅគេអត់ទិញយើងមានលុយមកពីណាប៉ុន្តែឥឡូវហ្នឹងបើគេអត់ទិញ AODB ឬក៏ខាងធនាគារដែលពាក់ព័ន្ធលើវិស័យកសិកម្មហ៊ានតម្លាក់លុយទៅឲ្យដល់កសិករតែម្ដងដើម្បីឲ្យឬក៏គេហៅឈ្មួញកដាដែលកំពុងតែឈរទិញហ្នឹងដើម្បីយកមកស្តុកហើយដើម្បីគិតគូរទៅមុខទៀតអញ្ចឹងណាអញ្ចឹងខ្ញុំថានេះគឺជាចំណុចដែលមានការផ្លាស់ប្ដូរហើយខ្ញុំឃើញចុងក្រោយនេះឃើញថាមានការផ្លាស់ប្ដូរខ្លាំងហើយជួយពិតប្រកបមែនខ្ញុំមិនដែលឃើញដោយថាមិនមែនចេះតែថាទេព្រោះការពិតនេះឃើញគាត់កំពុងតែធ្វើនឹងបានច្រើនមែនទែន